ថ្ងៃនេះមក unboxing DJI ដែលខ្ញុំទិញពីថៅប៉ាវតម្លៃ$28ទាំងថ្លៃដឹក Nice ចឹងសម្រាប់ DJI មិនមាន shipping direct ជាមួយនឹងក្រុមហ៊ុនថៅប៉ាវទេពីព្រោះអីDJI គេមានលក់នៅខ្មែរអញ្ចឹង shipping direct មកបានទេអញ្ចឹងខ្ញុំរកហាងដែលគាត់លក់ DJI នៅក្នុងថៅប៉ាវហ្នឹង original ហ្នឹងណាខ្ញុំហកមើល search មើលការ review គេមើលនឹងអស់ចិត្តអស់ចង់បាទខ្ញុំសម្រាប់ចិត្តថាខ្ញុំទិញនៅហាងហ្នឹងតែម្ដងគឺក្នុងតម្លៃថ្លៃដឹក$18អញ្ចឹងបើគិតជាដុល្លារទាំងថ្លៃដឹកទាំងអីហ្មងគឺ$28ចាខ្ញុំដាក់ខាងលើ screen ឲ្យអ្នកនរគ្នាមើលថាខ្ញុំពិតជាទិញក្នុងតម្លៃប៉ុណ្្នឹងមែនអញ្ចឹងខ្ញុំឃើញនៅខ្មែរក៏មិនលើកខ្វះគ្នាហ្មងណាអ្នកនរគ្នាអញ្ចឹងក្នុងបើសិនជាអ្នកនរគ្នាចង់ទិញពួកមួយចេះទៅយើងប្រើតែឯងអញ្ចឹងណាតម្លៃវាប្រហែលគ្នាសំបីតានេះ$20$20កន្លះអញ្ចឹងបើប្រៀបធៀបមួយ DJI គឺល្អខ្លាំងវាមានមុខងារកាត់សម្លេងបានច្បាស់ល្អហ្មងអានេះខ្ញុំពិសោធន៍ហើយនេះមិនមែនទៅទិញថ្ងៃនេះខ្ញុំទិញ3 4 5ថ្ងៃខ្ញុំតេស្តមើល3 4 5ថ្ងៃអញ្ចឹងខ្ញុំធ្វើវីដេអូអ្នកនរគ្នាមើលអញ្ចឹងប្រៀបធៀបមួយនេះខុសត្រូវគ្នាប្រហែលជា$10ជាងតម្លៃប៉ុន្តែ quality អានេះអត់មានកាបូបឲ្យណាមានតែប្រអប់ឲ្យទេប៉ុន្តែ DJI ខ្ញុំទិញគេថែមកាបូបឲ្យមួយទៀតប៉ុន្តែខ្ញុំណែនាំឲ្យអ្នកនរគ្នាទិញនៅខ្មែរទៅព្រោះតម្លៃប្រហែលគ្នាទេតែបើចេះទិញនៅចិនក៏ទិញទៅតែគ្រាន់តែ DJI Office Store វាមិនអាចដាក់ direct ទេតប្រើក្រុមហ៊ុនដឹកជញ្ជូនតែបើចង់ទិញរកហាងណាដែលគាត់លក់ DJI ហើយមើលពីប្រវត្តិហាងនោះថាវាហាងនោះលក់ original អត់អញ្ចឹងខ្ញុំទិញហាងនេះអ្នកនរគ្នាអញ្ចឹងក្នុងតម្លៃ$28 quality គេល្អរបស់គេមែនហើយនេះល្មមយើងម្នាក់ឯងប្រើម្នាក់ឯងអញ្ចឹងណានិយាយម្នាក់ឯងមួយទូរស័ព្ទអញ្ចឹងហ្នឹងហើយប្រើហ្នឹងខ្ញុំ recommend ឲ្យទិញ DJI ដែរខ្ញុំធ្លាប់ធ្វើវីដេអូគ្នាយើងក៏ comment ថា DJI ពិតជាល្អរបស់គេមែនចាពិតជាល្អមែនខ្ញុំសរសើរមែន